ឧទាហរណ៍ឥឡូវហ្នឹងយើងកំពុងតែឆ្លើយតបជាមួយនឹង stress ហើយឆ្លើយតបនឹងភាពតានតឹងហើយអញ្ចឹងធ្វើម៉េចទៅបានដឹងថាខ្លួនឯងមានរោគសញ្ញាឆ្លើយតបជាមួយនឹងភាពតានតឹងអញ្ចឹងអារោគសញ្ញារំខាននៃការឆ្លើយតបទៅលើភាពតានតឹងមានដូចជារោគសញ្ញាផ្លូវកាយវាមានដូចជាឈឺក្បាលឈឺស្មាឈឺកឈឺខ្នងចុកពោះឆ្អល់ពោះតឹងសាច់ដុំឬក៏មានអារម្មណ៍តឹងណែននៅកន្លែងណាមួយនោះពេលខ្លះមានអារម្មណ៍ឃ្លានបាយឃ្លានអីផ្សេងអានឹងតកតងជាមួយរោគសញ្ញាឬក៏សញ្ញារំខានផ្លូវកាយតកតងជាមួយនឹងការរំខានដោយអកប្បកិរិយាមានអីខ្លះមានដូចជាការចេះតែមានការឆ្លុះប្រកែកគ្នាញឹកញាប់នៅក្នុងគ្រួសារឬក៏សហគមន៍ឬក៏សាលាការបរិភោគអាហារមានការកើនឡើងពេលខ្លះក៏មានការថយចុះពេលខ្លះនាំឲ្យគាត់នឹងផ្ដាច់ខ្លួនចេញពីសង្គមពិបាកគេងហើយការកើនឡើងនៃការប្រើប្រាស់សារធាតុញៀនឬក៏សូរ៉ាហើយការថយចុះទៅលើការងារឬក៏បើជាសិស្សវិញគឺតកតងជាមួយសកម្មភាពសិក្សាគឺមានការធ្លាក់ចុះហើយធ្វើឲ្យគាត់នឹងងាយយំមែនតើហើយតកតងជាមួយនឹងរោគសញ្ញាផ្នែកផ្លូវអារម្មណ៍វិញឬក៏ផ្លូវចិត្តវិញវាមានតកតងជាមួយជាថប់អារម្មណ៍មានសញ្ញាក្រៀមក្រំមានអារម្មណ៍ក្រៀមក្រំឆាប់ខឹងពិបាកក្នុងការផ្ចង់អារម្មណ៍មិនមូលភ្លេចភ្លាំងពិបាកក្នុងការសម្រេចចិត្តនៅលើរឿងអ្វីមួយបាត់បង់នៅការចាប់អារម្មណ៍ឬក៏ការចង់ធ្វើអ្វីមួយនោះហើយចេះតែអស់សង្ឃឹមនៅក្នុងខ្លួនទាំងអស់នេះហើយគឺជាសញ្ញារំខានដែលកើតមកមានកើតពីការតានតឹងផ្លូវចិត្តឬក៏ stress